outfit វាយឺតពេលលេង attribute តែង អូមែនដែរព្រោះតែសាកាត់លេងយើងត្រូវអាប់ skill ទី1មុន អត់ទេអាប់ទី2មុនដើមឡង2អញ្ចឹងមកដើមមកតន់ខ្ញុំតែហើយអាប់ទី1មុនដើមមកតន់ហ្នឹងអញ្ចឹងតើដើរមកអញ្ចឹងឌីរ៉តដើរយកតែ2ជាហ៊ាន តែស្បែកជើងអាប់ skill ទី2មែនអត់ទេទិញស្បែកជើងគ្រប12វិនាទីលក់បានតែឈីមដូចដើមទិញស្បែកជើង11វិនាទីលក់ស្បែកជើងទិញ damage វិញហ្នឹងនិយាយរួមទៅនិយាយឲ្យកាត់ខ្លីហ្មងពាក់ស្បែកជើងហ្នឹងពីដើមមកអាពេលរត់ទៅដល់អាកន្លែងប៉មទី3ហ្នឹងលក់ចោលឲ្យហើយ Yes sir ហើយទិញ damage វិញមកហ្នឹងហើយបាទកម្រៃលើ12វិនាទីយ៉ាងណាជាមួយនឹងការប្រកួតរបស់យើងក៏បានមកកលូនៅតែមានការ ban Hello ពេលលោកគ្រូ sell baby ហ្នឹងហើយព្រោះតែឥឡូវកលូឡើងធំហើយតែចេញកលូមកវិចសនាហ្វារ៉ាមីចេញមកបោះចោលយកមកបាទតែយកដឹងដូចគ្នាអូយនៅសល់ហេរ៉ូច្រើននៅសល់អរ៉ូរ៉ាសល់អីបាទ Hero Meta ឥឡូវនេះគឺនៅសល់ជាមួយនឹង Marcel សុំទៅសល់ជាមួយនឹង Fovia ពេលនេះចូល Meta ណាហ៎ Fovia ចូល Meta ណាដល់ហ្វីលីពីនលក់ដាច់ហ្មង ban គ្រប់ហ្គេមណាទីរត់ស្អីហ្នឹងអត់ទេឌីរ៉តមានតែម្នាក់ដែលលេងអត់មានតែ ban ទៀតគឺ Streamer TC ហើយលេងតែមួយវគ្គទៀតហ្វីលីពីន Yes sir បាទប៉ុន្តែបាទ Fovia ban គ្រប់វគ្គតែឥឡូវនៅ region ខ្មែរយើងអត់បានទេបើកយកមកបាទអត់បានទេ Yes sir លក់ដាច់នៅ region យើងព្រោះធម្មតាមក region ទៅមក region អត់ដូចគ្នាទាំងអស់ទេ Yes sir តាម flow ដែរណាបាទ Hero Meta ភ្លាមគឺយើងអាចសម្លឹងឃើញ Fanny មួយដែរព្រោះសាក់ស៊ូជា player មួយដែលខ្ញុំសង្កេត ban pick របស់ Team Flash KX អត់មានតែគេ ban Fanny របស់គាត់មកប៉ុន្តែគេនឹងចាំ ban នៅ slot ទី4ទី5ទៅលើសាក់ស៊ូហើយក្នុងដំណើរនោះសាក់ស៊ូលេងតែម្ដងគាត់បាទ Fanny លេងម្ដងដូចអត់ឈ្នះទេហ៎ខ្ញុំអត់បាន note ឈ្នះចាញ់ខ្ញុំ note ទៅចំនួនលេងនេះម្ដងនេះទៅនេះ Fanny តោះ អូខេ First pick ឲ្យធំក្ប៊ីស្រឡាញ់អីខ្ញុំស្រឡាញ់ Fovia ខ្ញុំស្រឡាញ់ Susin ខ្ញុំស្រឡាញ់ Fovia ខ្ញុំគិតថា Susin អត់មាន Gunivia ដឹងហេតុអីបាទខ្ញុំស្រឡាញ់ Fovia ឥឡូវវាលក់ដាច់មួយ Gunivia តែគ្រាន់តែ ban Gunivia យកបៃតងបញ្យល Gunivia តែ Fovia វាល្អត្រង់ថា item utility នៅក្នុង meta ទាំង chesty Spoltron និង Dominant Eye វាពាក់ត្រូវទាំងពីរទី1វាចូលគេកាត់ឡើងឈាមនិង bow defense ទី2វាមានមេគុណឈាមសច្រើនអូ Uranus ទៀតតែ Uranus នេះក៏អាច flick ដែរណាចាំមើល emblem ចាំមើល emblem តែ Uranus អាច flick ដែរចុះបើសិនឥឡូវឧទាហរណ៍ថាគេទាញទីរត់មក Uranus ចាំ color ពោបាទនេះឥឡូវអាចទេនេះខ្ញុំគិតទៅ Uranus ចាំ color ធ្ងន់តិចអីហាឡៃបាទឥឡូវចាំមើលកាលី My tail's been itching for a real Midland ធ្វើមកយកគេដើម្បីស្រួល clear មួយ Susin បើយក Harris បានបាត់គេអត់ឲ្យយកបើយកគេយកមានតែហើយឬក៏ prioritize midman Golan ពៀន4យើង last pick Valentina តែឥឡូវមានអីនៅសល់លីអមតតាសល់លីអមតតាបើចាំក៏សាលីអូសស៊ូយូតែបើលីអមតតំណងជាងព្រោះ hero ឈ្មោះបាទតែបើយកហាយ៉ាហ្មងបានវាយជួយសិនតែតើយើងគុកស្មោទៅតែស្មោទៅអីចឹងតែខ្លីជើងខ្លីបាទខ្ញុំគិតថាបើ slot នេះបើយកលីអមតក៏បាននិយាយទៅចេះលីអមតធ្វើមិនឲ្យតែមាន damage fast damage មួយកលាព្រោះដោយសារចេះហាឡៃវាលោត100យើងឯងហ្មងយើងបាច់លោត100វាទេព្រោះ damage វាឈឺតែ damage ខ្លីអញ្ចឹងកលាគេដៃម៉ាស៊ីនណាគ្រាន់តែអាចមកប៉ោងកលាបោកបាំងមកបោកហ្នឹងបោកទី2មកណាតោះបានបោកអាទីតែសុបួរកលាហ្នឹងទីធ្លាប់ធ្វើយើងមើលច្រើនដងណាកលាហ្នឹងធ្វើឲ្យយើងមើលច្រើនដងអញ្ចឹងបើលោតមួមកលោតមុំសុបួរប្រយ័ត្នស្គីពីកបោភ្លេចគូរ៉ប់ផឹកផងបោកអត់សុនមីស្លាមយកមកអត់បានវិលត្រឡប់ថ្ងៃមុនគេលេងមើល Gunivia ហ្នឹងគេលេងមកឲ្យយើងមើលម្ដងហើយបាទណែ Valentina ពៀន4ទៅនេះអត់ភិកទេប៉ងបាយវើតែអីទេព្រោះដោយសារអូពីគាត់នៅសល់ផាសាគាត់នៅសល់ if នៅសល់អីទៀតនោះបាទបើតែចង់លេងឲ្យស្មើឡែនហ្មងតែបើយក if វាអត់សូវចំណេញតែបើយកផាសាវាចំណេញឬ EXP បើ ban gold គួរតែ ban Harris ឬ Cloud តែបើ ban EXP but this heart remains ban ទីរត់មកទៀតល្អនៅ Software ណាSoftware តែយើងយូរណាស់ដែរ It's time to go to the Irish បើ ban EXP ខ្ញុំគាត់ថា ban ទីរត់និង Software ល្អជាងតែឥឡូវគាត់ ban Sora បាទព្រោះ Sora គេដក damage ច្រើន LT ពី cooldown 24ឡើងដល់36ពិបាកលេងប៉ុន្តែប្រហែលជាដៃ player EXP របស់ Team Evil Eye Esport គេច្បាស់ Sora បាទតែបើ Khalid ដឹងស្រាប់ហើយមក roamer ទាំងអស់គេតែងលេង Khalid បានច្រើនជាងគេបាទគាត់ដូចជាលេង Khalid 5 ដងច្រើនដងមែនតើហ្មងនេះមើលក្នុងกระดาษ5 ដង MVP 2 ដងតែពេលប៉ះប៉ះ pro ដូចអត់មានបានលេង Fovia ទៅគេយកលោតមក EXP នៅសល់តែ Ellie ហើយនឹង D-Rod តែ D-Rod ប្រយ័ត្ន load first blood លើអេក្រង់ដែលខ្ញុំនិយាយហ្នឹងហើយបាទព្រោះ D-Rod បើគេបាត់ចឹងហើយអត់បានចំណេញអាដាមម៉ោងហ្នឹងឯង
តែយើងចាំមើល experience នៅខាងលើឬក៏នៅខាងក្រោម បាទអត់ខ្វល់ហ៎ EXP នៅនឹងស្រាប់ Jungle adapt ទេបាទ Roamer ដើរទៅយក បើយើងចង់លេងអញ្ចឹងតើ mid fast គ្នា លេសបាទ EXP ឡើងមាន4ណា Grants you មកវាយូរណា ជុំសតទីរត់អត់សតទីរត់អត់យកណោះ Yes sir ខ្លាចគាត់ថាមានតែមកលោតចូលអត់មានអីចេញវិញមិនមែនដោយសារគេមានកលៀឬគេមិន អត់ចំណុចខ្លាំង body rod មួយទៀតគឺពឹងលើ Jungle គេដែរបើ Jungle គេ assassin ផុយវាស្រួលគ្នាឡើងហើយចូលយកមក តោះ Harrod ដើម្បី secure ទុកចង់មកបើចង់លេងដើរមកលេង Ranger មក Carry ក៏សบายវាយ Ellie យ៉ា ព្រោះ Ellie ចាប់ជើងណាអត់មានបាត់វាយហ្នឹងហើយ បាទចាប់តែជើង Carry សាប់ធម្មតាហើយលេងត្រូវមួយកលៀទៀតកលៀបោកមក Carry សាប់ plate ណាទេហើយក៏វាយហាឡៃបានទៀតបាទអរេអ្នកដែលយើងវាយផុយហាឡៃបោកមករាហ្វាល់ទៅ តែគេពីបញុកតែបើយ៉ាទទួលស្គាល់បើសិនដើរមកបើគេបញុកមកពិបាកកិច្ចតែបើសិនតែពេលចូលចង់មកគ្រីគប់ហ្វ្រីទាំងអស់ចង់មកគ្រីគប់ទាំងអស់មកស្កើមកមកស្កើលេខ4អូឡែនមួយលេខ4មួយ so Golan សោះ50ដែរ Golan សោះ50បាទវគ្គនេះបើមានចុងវគ្គចាំខ្ញុំនិយាយពី Moscow បន្តិចរបៀបធ្វើឲ្យ Moscow មានបណ្ណាលេងតែខ្ញុំឃើញតាម player ខ្លះលេង emblem attribute fighter ដដែល player ខ្លះក៏លេង common ហើយឥឡូវចាប់ដើមចូល common បណ្ដាហើយបាទតែតាម player ណា Yes sir បាទ let's see ជាមួយការឆ្នៃ spell និង emblem ជាពិសេស King Eric អាចនឹងដក Master Assassin មកទៀតទេតែអត់ទេមាន highlight វាយគាត់ហ្នឹងហើយបាទអាទិបយូតែងធម្មតាទីមើល highlight ទី2គេ Ellie ហ្នឹងយើងយកមកអីបងបាទ Classic Golan Harry I've been waiting for too long Carry យកមកដើម្បី secure ទុកចង់មកណាមើលកុំឲ្យយូរដែរជើងវែងពេកយ៉ាទី1ទី2Gary យកមកក៏ល្អដែរព្រោះថាជីជំរឿដែលប្រភេទ hero ខាង team Flash KX សិន hero ឈ្មោះដែរបាទ Leomord Unner ហ្នឹងណាតែបើសិន Unner នេះលេង spell flicker Gary គប់ដល់មកដៃខ្លីយើងខ្លីគេឲ្យគប់ឡើងមកពេញ massive ហើយ Unner រត់ចេញហើយបាទវគ្គនេះមានល្បិចដេងទូចមួយដែល King Eric ត្រូវឆ្លាតមិនពេលដែលហាឡៃរបស់ Alfonso គាត់ដាក់មួកមក King Eric ត្រូវដើរឲ្យឃើញអាមួកហ្នឹងដើម្បី Moscow ស្រួលគាត់បានទីទៅហ្នឹងហើយទី1ទី2តែតហើយHero Harley ហ្នឹងរត់ទៅសៀតែកលៀនជាងអញ្ចឹងអាទី1ហ្នឹងអាចនឹងគប់ stand ទៅជាប់ជាងហ្នឹងហើយបាទចឹងយើងស្វាគមន៍អ្នកនេះជាមួយនឹងជំនួសវគ្គទី1របស់យើងដូចគ្នាមកដែរ Team Flash Skate ទៅជួបជាមួយនឹង Team Evil Eye Esport នេះចាំមើលមកនេះតែបាច់ទៅមើលស្អីទេព្រោះដោយសារនេះដដែលមែនឌីរ៉រងបាទ Ellie ហ្នឹងអូខេ emblem តែងហើយសម្រាប់Uranus អញ្ចឹងវគ្គនេះគឺ experience land នៅខាងក្រោមណាមិនលើណាលើ goal land ណាបាទបុចអូ Midland មានការ clear រៀងខ្លួនតែគ្រាន់តែ Fasha និងកលៀបាក់ clear បន្តិចតែពេលកលៀមានជាន់ passive 2ដងតែដោយសារតែ Khalid គេកាប់3តង់គេអែមជាងគេ damage យើងឈឺជាងណាមួយតែ damage គេធំគេឡើង clear មានមុនគេចាំវាយមនុស្សមកណាបាទសត្វទឹកយកបានពី Alfonso ដូចគ្នាមួយ secure ជាមួយនឹងការ farm 1 emblem បាទ yes sir មិនតិចដែររសជាតិត្រាស់របស់ Team Flash អាយ៉ាមួយមីតនេះអត់ចង់ clear មានទេចង់វាយមនុស្សគេ free វាយមនុស្សបានឬក៏មិនបានចុំ Experience Ellie Home ហ៎បាទណាពេល Midland កាប់ទៅកាប់មកទីអស់ពាក់កណ្ដាលអត់តន់ចាយ flick ដូចគ្នាបាទហ្នឹងហើយ Ollie គេលេងរឿងសេះអញ្ចឹងឯងព្រោះដោយសារដើមម៉ោងគេប្រភេទ hero Khalid អីសិតតែមេឃក៏មាន damage ទី1ទី2Susan ក៏ជាប្រភេទ hero ហូបដែរបាទ Stir level 4បន្តិចនេះ4ម៉ោងមិនបើ4តន់វាយបាត់អងមកម៉ួយបាទស្ដាយយើងអត់បានមើល emblem បាទមានអារម្មណ៍ King Eric រឿងលួចមកទេ Master Assassin បាទខ្ញុំគិតថាចេះបើលេង Master Assassin នៅក្នុងវគ្គហ្នឹងទៅអសើតំណងបើលេងឋានៈ City ល្អបងអូខេការីយោអញ្ចឹងបើគាត់មានឋានៈ City ក៏វាអាច delay បានរៀងច្រើនដែរដើម្បី delay ដៃ90% ឋានៈ City បានទប់ Rafa របស់ការីបានអីដែរ90% ឋានៈ City បាទតែមិញមើលក្នុង map ឃើញ Ellie ហូរពេកឃើញពាក់កណ្ដាលបាទមានការចាក់កាប់វាយយកទៅលើទី Team Fighter ធម្មនេះ level 4ស្អាតទាំងអស់តែម្ដង OP ក៏ level 4ដូចគ្នា
បាត់ map គេរៀងខ្លួនទីក៏ធ្វើការប្រយ័ត្ននេះក្នុងនេះឆៃ map ឃើញ4ទៅវិញមក4ទៅ4មកចាប់ជាប់ជាមួយនឹង KT បន្តិចបន្តួចតែឈុតរីត្រីដោយនៅម្ដងនេះគ្នាបើបន្តបោកវាយមានការចាប់ជើងនេះក្នុងនេះប៉ុន្តែអូពីនៅបន្តទៀតជាមួយនឹងការរីត្រីសាស៊ូចូលមកហើយមានការគប់ឆ្លួយមកនេះគ្នាប៉ុន្តែមក join team fight គប់បាន12ដៃដែរម្ដងមកនេះខាតជើងហើយ Marksman របស់យើងតែនៅតែយកបាន Crimson នេះគ្នា បើកន្លែងមិញល្អមែនតើ shot ឲ្យទៅកាន់ទីដែលទីគាត់ធ្វើការបិទ Alfonso ចោលយកមកឲ្យចូលថលណាមានបានគីឡូរីត្រីយកមកតែណាមួយក៏មិនអីដែរព្រោះរសារការីឃើញគាត់រត់ចំមកដល់ណាមួយគាត់ជាមួយនឹង SOD ហ្នឹងបាន clear lane mid lane មក បាទ ព្រោះពេលពុកដាច់ថលយើងគាត់ clear lane តែ flat ទេគាត់ឡើងតាមផ្លូវទឹកអស់ផ្លូវស្ទឹងអស់ មានអាបើនៅ moment speed ហ្នឹងឆ្ងាញ់ដល់ក៏ ជាតិ សំខាន់រត់តាន់អាហ្នឹងណារត់ដល់តាន់ម៉ែស្ពឹកដែរ ទៀត ណែនតាមវាមិននេះស្ងប់ស្ងាត់បន្តិចប៉ុន្តែមកថតទី1ស្ពាយបាន3ខៀននិងមកថតឆ្ងាញ់មែនទែនសម្រាប់ team Flash Cake បាទគាត់ជាជាតិត្រីប៉ុណ្ណេះលំដូចជាណាមួយបើយើងមើលទៅលើ Evil Eye ពួកគាត់ក៏ព្យាយាមលេងរឿង safe ដូចគ្នាប៉ុន្តែគាត់ដល់ពេលដើរមកដមេគេឈឺពេកណាមួយ Alfonso អត់បានធ្វើអីហ្នឹងគេបិទគាត់ជាប់យកមក បាទ ចំណាយទៅទី1ហើយទីអត់មាន Tsunami Slave ទេណា បាទដេញគក់វាយឡើងឈាមមកដេញវាយដល់ឡូតរត់យកមក បាទអត់បានវាយគេតែសារ Evil Eye នេះមួយចុះព្រោះតែសារនៅពេលដែលថត countdown សល់60វិនាទីវាជាពេលវេលាដែលគេអាចវាយ all in skill ទាំងអស់ព្រោះ skill ទាំងអស់ហ្នឹងនឹងពេញតន់នៅពេលថតកាត់បាទតែ Evil Eye គេដឹងគេមាន map ឡៃណាគេលេងលេងហ្នឹងអត់ map ឡៃណាគេអត់លេងលេងហ្នឹងហាឡៃគប់ឡងទៅថៃបន្តិចឆ្វាច់ចូលខ្លួនមកហើយ គប់ធ្លុំបន្តិចបាន ហ្នឹង មកស្ដាយមែនទេមកឈរដល់គ្នា3នាក់មានអាកាងសំខាន់អ្នកកាងហ្នឹងឈរត្រង់មួយនឹងហ្នឹងហើយសត្វកាងខុសអ្នកកាងទៅទៀតដែរបាទអត់អីអត់តន់ខុសបាល់ឆ្ងាយខុសបាល់ខ្លីទេបាទសម្រួលសាច់បាល់មកវិញបានយ៉ាអេសាច់បាល់ពីអីគេក្រុមបាល់តតflash អីហី 3 10នាក់ពេញបបបាទ តែយ៉ាមានការចង់ចូលបើប៉ុន្តែចូលអត់ចោះដែរ ថាតទី2នៅ Expert Land ម្ដងទៀតមិញយើងក៏បានឃើញហើយការ lock back line របស់ Ruku Ellie ចាប់ជើងអត់ដាច់ skill Fasha ទេតែបាននិយាយ Immobile គឺបិទតែការបំលាស់ទីទេដើរអាចច្រឡំប្រើ skill វាយដៃបានមួយសេតទីបាទបិទគេចេញខណៈពេលមានការបោកវាយទីបដូរជាមួយ objective retreat តក៏មិន retreat មិនតន់ឡើងសេបោកវាយ retreat បានទៅ Alfonso អត់ទេចាប់ជើងអត់ជាប់តែប៉ុណ្ណោះខណៈពេលដែល King Airy តាមទីក្បីមានការបោកវាយដៃជាមួយ Sazo ដល់មកវិញជាមួយ KT មួយទៅដើម្បី King Airy flick out flick ចាំខ្ចី flick យើងមិន flick វ៉ាវ លេងខំបង្សរសើរនេះចូលទៅវិញទៀតបាទយ៉ាមួយសិនណាមួយអ្វីដែលសំខាន់មិញយើងឃើញថាជាមួយនឹង live គប់ SOD ខដែរបាទហើយកំហុសតិចតួចពីទីមិញមុនហ្នឹងដែលកន្លែង total គាត់ចូលទៅរឿងជ្រៅពេកតែធ្វើឲ្យគេចំណាយ skill ដាក់ ulti វាយបន្លាច់គាត់ចោលយកមកបាទដកមួយធូមួយអូខេដោយសារតែវគ្គនេះដូចតនេះក្បីយើងអាចនិយាយពីម៉ាណា Moscow តិចតែតើត្រង់ Moscow នៅក្នុងមេតាក្រោយខ្ញុំមើលគ្រប់ region គេបើខ្ញុំមើលអត់ទាន់ចាំដល់អា comment basic ណាគេលេងតែធម្មតាទេប៉ុន្តែក៏គេអត់បញ្ចេញគ្នាខ្ញុំមើលតែខ្ញុំបាទចឹងយើងក៏ផ្លេចដូចគ្នាផងដែរជាមួយនឹងការនាំមកជូនដោយ Official Gaming Phone Infinix GT 50 Pro 5G និង The First Liquid Cooling Gaming Phone ដំណើរការដោយប្រទេស chip D8400 Ultimate Gaming Chip 5.5G លេង Mobile Legends 120 FPS លយតែមែនតើពេញមិនធ្លាក់ frame មិនឡើងកម្ដៅជាមួយនឹង Liquid Cool Hydro Flow អេក្រង់ល្បឿន 144Hz AMOLED ច្បាស់ Gaming Display និងបំពាក់ជាមួយនឹង GT Trigger ឈ្នះគោលការណ៍ប្រកួតបាទអូក្បោជាប់នៅទី2មានការវាយបន្តសំម្ដាយជាប់ឆេះអត់ដាច់មើលទីទៀតអត់ដាច់ទៀត Oh my god 1 AP alive 2 Heavenly តែមានការយកជាមួយនឹង Pom Midland ខណៈពេល Million សពីក្រុមល្មមមកបង្ហើយ Midland មួយនេះឈាមមួយមិញបាទឈាមមួយសំខាន់មក Retreat 100 damage អត់ដាច់ទៀតហ្នឹងអត់ដាច់សមបន្តិចតែបើសិនលេង Retreat ស្វ័យដាច់មានអ្នកដាច់លើបើ Retreat ស្វ័យដាច់តែគាត់លេង Retreat ក្រហម Yes sir Retreat មើល damage បាទចំតាថមនេះយ៉ាងម៉េចចាអេលី respect អេលីដើរក្រោយយូរណាស់បាទព្រោះសារអេលីគាត់បាត់ trigger passive ដែរនៅមួយស្មើអញ្ចឹងតែនេះ join តនហ្នឹងមានតននេះតនធម្មតាបាទអេបន្តរាវបាទបន្តយក Alfonso ដើម្បីទីមានអូរ៉ានក្នុងការបោក Alfonso បាទយ៉ាងមិនដែរឬគូគឺជាអ្នកបើកបោកវិញដល់តែ KT ចាំធ្វើរឿងចូលទៅចាប់ជើង KT ចាប់ចូលនៅទី2 free retreat ទៅកាន់ Alfonso មានការសាប់វាយរំបោកមកក្រោយតែដាច់ខ្លួនឯងបានហើយជាមួយទីតែមិនគេច្រើនជាងឬគូក៏ដេញវាយខណៈពេលមានតែអ្នកដេញវាយគ្មានអាចតដៃបានទេពី team Flash Cake អូពីឈាមមួយអត់ដាច់
បាទជាមួយនឹងការចុចចាប់រត់ថយតន់ពេលវេលាប៉ុន្តែអ្វីដែលសំខាន់មិញគឺជាមួយនឹងការបតរាវគាត់រាវស្មៅឆៃម៉ែបើឥឡូវខាតបាត់បោះបាទ បើ Heavenly ជាមួយញ៉ាំមានអីកាន់ជើងឯតែអូពីជាមួយដែលសារគាត់ flick បោក defend 3 10បាទ ហ្នឹងមកសមបន្តិចពេញ passive របស់នេះ Velo Trigger របស់អា Susan ណាបន្តិចមក stack yes sir បាទចឹងយើងឃើញថាមានការ fail ច្រើនមែនតើប៉ុន្តែមកថតមិញគឺអូ wow មកលោតមក flick លឿនម្ដងពី live ប៉ុន្តែធ្វើឲ្យ live off flick ក៏ល្អសម្រាប់ lot team មួយដូចគ្នាបាទចឹងយើងនិយាយពីម៉ាណា move scout ទៀតព្រោះនៅក្នុង meta នេះបើសិនជា team fight លឿនណាខ្ញុំមើលគ្រប់ region ហើយអត់ខ្វះម៉ាណាលេងទេតែបើ team fight យូរហើយគាត់ត្រូវ on lane សិនបានមកទៀតខ្វះម៉ាណាលេង 90% អញ្ចឹងដើម្បីឲ្យមានម៉ាណាលេងគាត់អាចមានជម្រើស3ណាដែលជម្រើសទី1អានឹងវាឆ្ងាយមែនតែនហ្មងគឺយើងត្រូវពេលដែលលុបឲ្យជើងអាចទិញ elegant ជាមួយតែវាចំណេញម៉ាណាបាន3ឲ្យ8បូកម៉ាណាគាត់1900ពេលគាត់អស់ឈាម 40% តឡាម៉ាណា 5-10% វិញបានម៉ាណា300ជាងទៀតចឹងទាំងអស់ក៏បានម៉ាណា720ប៉ុន្តែចាយលើ700បាទហ្នឹងជម្រើសទី3ជប់ team fight មិនសិនទេបាទមានការកាប់យកទៅលើសាស៊ូតែវាយទេអត់វាយទេខេតែងមកវិញខេតែងបន្តខេតែងវាយខេតែងសមដៃអស់អានទីគប់ SOD ខតដូចគ្នា2ដងហើយដែលឡាយគាត់គប់ខណា King Aries រកូនចាប់ទៅទៅលើ OP គណៈពេល King Aries ហូរឈាមដូចទឹកបាត់បង់ King Aries ភ្លាមនៅម្ដង Oh my god ខាងមុខកតុបលែងជាប់បាត់បង់ទៅទីបន្តទៀតអូខ្ញុំមានអារម្មណ៍ថាពួកគាត់ fail communicate ខ្លាំងមែនតែ team flash ឯងណា fail ច្រើនមានអារម្មណ៍ថា fail ច្រើនទី1ទី2ការអាពេលដែលកន្លែងថតមិញយើង shot out ទៅឲ្យ K-Tank ទៀតណាតែ K-Tank គាត់ចូលទៅ lock ទៅធ្វើឲ្យសាកស្រួលបាន retreat total ហើយត្រូវខាតបង kill ហើយគេយកទៅថតគេយកទៅបោះទៀតហើយចូលមកឈុតមិញដេញវាយជាមួយនឹង K-Tank អត់ហ៊ានចូលត្រូវទៀតខ្លាចលងហ៎បលេ K-Tank រស់ធ្វើឲ្យគេ turn back team fight មកវិញដូចគ្នាខាតអស់ OP មក click ទៀតបាទអស់សើមកកន្លែងដែលចង់វាយ K-Tank តែពេល K-Tank គឺមាន ulti គេ save ធម្មតាចំណែក Leo យើងមានដាស់តែមួយបាទជួនសោកស្ដាយបណ្ដៃមិញមក team fight មិញបាទកន្លែងទៅមើលឲ្យ team អូជាមួយនឹង Afonso ពាក់ជាមួយ Genius Spawn ហើយ Divine កន្លែងយកហ្មងដើម្បីពាក់មកយកមកវាយ Uranus បាទសាហាវបណ្ដៃចឹងមិញដាក់មក ulti គប់មកកានគេពាក់យ៉ាងគ្រប់តែគ្នាគេយកដល់ defense 2តាំងមកមួយដកជាតួលេងមួយដកជាភាគរយគេ make sure ថា enemy on defense យកមកឲ្យអា hero highlight នោះវាវាយឈឺវាសម្រាប់វាយ hero តាន់ណាបាទវាវាយឈឺខ្លាំងដោយសារអញ្ចេះ skill វា damage ទាំងអស់ហើយ passive របស់វាគឺអាចដក magical defense គេបាន20អញ្ចឹងនៅពេលដែលយើងមាន make ជា damage magic គឺវាយឲ្យតែឈឺទៀតបាទ chested patron 2គ្រាប់ផងដែរពីសមាជិក Evil Eye បាទលើប្លែងឲ្យ clear lot ឬក៏មិនប្លែងHeavenly បាទover season វ៉ាមើលលើប្លេចមើលបាត់បង់ជាមួយនឹង Pomid វ៉ាមើល map តែព្រោះដោយសារឃើញលើតំណងពេកបាទអញតែអ្វីដែលសំខាន់នោះមិញ Heavenly នៅខាងក្រោមគេសម្រាប់ចិត្តបើកសេះវាយមកតង់ដាច់យកមកណាមួយគាត់ក៏អត់មេរត់គាត់ប្រាប់ជួយ Defy ហើយក៏បាច់ចុចដែរព្រោះដាច់ហើយហ្នឹងហើយវ៉ាវចឹងគ្រីវាពិបាកត្រង់បើ hero ឈ្មោះតែតចង់មកវាគប់ free មែនប៉ុន្តែបើយើងតែគេឈ្មោះមកជាប្រភេទ hero ដែល debate រកអត់បញ្ចប់អត់ចូលទេមកបន្តពី OP ពីបន្តដេញភ្ញៀវចាញ់ពីផ្ទះហាងបាត់ហើយនិយាយទេដែរឈប់លួចដែរបាទគាត់ចំណាយ RT មួយដើម្បីឲ្យគាត់អត់ចង់ចូលអត់ចូលទេបាទណាមួយមិញគាត់ធ្វើចឹងក៏ត្រូវដែរណាគាត់បន្ត RT ដើម្បីដេញគេទៅឲ្យគ្នាគាត់ clear ឡបានលឿនបាទគាត់ fast clear ឡដែរណាបាទតែអ្វីដែលសំខាន់ជាមួយនឹង timeline damage ក្រុមទាំងសងខាងសិតតែជាមាន hero ប្រភេទដែល late game អាយ៉ាបោកវាយយកដំណោះទៅលើ K-Tank អត់ខ្វល់ទេកូនតកាចំក៏មានការវាយនេះគ្នាទៅគូចាប់ជាប់បាត់ហើយបាត់បោជាមួយនឹង Heavenly ទៅមុនគេនេះគ្នាដូរជាមួយនឹង Lai អមទៅទី2 K-Tank សោតម្ដាយក៏ទប់អត់ជាប់នេះគ្នា King Aries គេសាប់យកចាយភ្លេចស៊ីជាមួយនឹង King Aries ដូចគ្នា2ដល់ជាមួយនឹង2តែបណ្ដោះចិត្តជាក់មួយបាទមិញជាមួយនឹង SOD សម្រាប់ចិត្តនៅក្នុងការមកវាយក៏ដូរបានមកធៀបប៉ុន្តែក៏ trade បាត់បង់2 hero មកវិញដូចគ្នាផងដែរពី team Flash KX 2ទៅនឹងស្មើបាទនេះមក SOD មកឆ្វាប់គប់ចំតែកន្លែងនេះចាំមើលអេឡង់សិនណាឡាយលោតមកនេះមក stand ជាប់2នាក់ហ្នឹងបាទប៉ុន្តែដោយសារតែ K-Tank គាត់មានជាមួយនឹង ultimate បាទលោតមកចាប់ stand ទៅគាត់អត់មានអីរត់នោះទេបាទ King Aries កន្លែងនេះប៊ីនឹងរត់រួចឯងប៉ុន្តែចូលពេញ stage បោកមកក្រោយវិញខ្វិតដូចគ្នាបាទភ្លាមទៅជា goal lit មិន lit គ្នាហ្មងទេ 1.5k goal lit lot
នឹងមានការ spawn នៅក្នុងពេលវេលាបន្តិចទៀតនេះ បាទ King Ari off flick ប៉ុន្តែសូវសំខាន់ទេទី off flick សំខាន់ហើយ Heavenly of Purify សំខាន់ តែអ្វីដែលសំខាន់ខ្ញុំវាបើគិតដល់ខ្ញុំមកថាវគ្គនេះ duo bit lane របស់ Flash ពេល community King Ari ឃើញ4 វាយ King Ari កើតក៏មិនកើត King Ari ចយវាយតែម្ដងឆែកមែមមូស្កូវបងបុកផ្ទះ fast ឡតនក៏មិនទាន់ខណៈពេលខាងក្រៅមានការវាយជាមួយនឹងពង OP អពាក់កណ្ដាលនេះគ្នាឡចូលមិនដល់នៅទេពីសាសូគប់ជាមួយនឹងឆ្កាក់មកដល់នេះគ្នាតែគប់ជាប់ចាំពេលវេលាលោតមកក៏មកអត់ទាន់មកបានជាមួយនឹងការវាយយកម្ដងមានការដកថយបដាបាត់បង់ជាមួយនឹង King Ari បាត់បង់ជាមួយនឹងទី Oh my god បាត់បង2នាក់បាត់ទៅហើយប៉ុន្តែអ្វីដែលសំខាន់គឺយើងឃើញហើយ SOD គប់មកគឺអត់បានបញ្ចេញ damage នោះទេព្រោះដោយសារប្រភេទ hero របស់ខាង team EVLI សិតតែប្រភេទ hero stun ហើយសិតតែ stun ធំហើយ hero ដែលច្រាម team fight បានយូរ បាទ damage គេខ្លីៗតែឈឺហ្នឹង ដូចហាឡៃនឹង carry ហើយ hero យើងលោតទៅរកគេស្រាប់ ហ្នឹង បាទដូចមកស្កូវដែរអញ្ចឹង យ៉ា បាទ ហើយអ្វីដែលសំខាន់ K-Tank sell out តែទៀតគាត់មើលកាឡាល្មមដូចចាប់ lock hero ដែលសំខាន់ផុយបើគាត់ lock បាទ ដូចជា OP ដូចជាអីចឹងទៅ 100បន្ទូរបស់ Moscow គឺនៅពេលដែលគេលេងក្រៅដីរត់រួចណា ណ៎ ចឹងឥឡូវចាំមើលថានឹងមានការ comeback វិញដែរទេតែគេតែចាក់ flick freestyle ជាប់បាយរ៉ូលុនកាប់ទីលុនម៉ាសែលបាត់បង់ជាមួយនឹងសាស៊ូតទៅបានបោកមកក្នុងបោកវាយដែរជាមួយនឹងវត្តមានរបស់ Ellie មួយនេះក្នុង Heavenly យ៉ាងម៉េចដែរគប់ទៅលើ Ellie គប់រកគូ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 បាត់បង់ជាមួយនឹងរកគូបាត់បង់ជាមួយនឹង Lai សាតែ OP នឹង King Ari ហូឡតចេញក្រៅផ្ទះដូចគ្នាខណៈពេលដែលអ្នកវាយផ្ទះក៏មិនទាន់ហ៊ានវាយទីក្នុងដែរលេងមួយ អត់មាន damage វាយផ្ទះនោះទេជាមួយនឹងការវាយចោះវាយឡើងសិតតែ hero កូនស្រីអត់មានប្រភេទ hero ដែលវាយផ្ទះប៉ុន្តែក៏ចំណេញដូចគ្នាផងដែរសម្រាប់ EVI ដែលគាត់យកបាន2ផ្លូវដូចគ្នាបាទមិនបីដល់អត់ដាច់ទេហេងចេះបាទ Afonso គាត់លោនមកដល់ចាប់ ulti ចំជាមួយនឹង Lai កុំអីរឿងច្រើនដល់ បាទ បើចាប់អត់ចំ Lai ទេ Lai គប់ទាំងអស់បាទចឹងយើងក៏មិនភ្លេចដូចគ្នាផងដែរជាមួយនឹងកញ្ចប់គម្រោង Second AO Gamer ជាប់ជាមួយនឹងកញ្ចប់ AO Gamer បានទាំងអ៊ីនធឺណិតទេនិងពេជ្រក្នុងគម្រោងតែមួយតែម្ដងគម្រោងប្រចាំសប្ដាហ៍$1កន្លះនៅទទួលបានជាមួយនឹង 8G ទេនិងសារក្នុងប្រព័ន្ធ60ជាមួយនឹងពេជ្រ35ពេជ្រដូចគ្នាចឹងអ្នកនរនេះអាចធ្វើការភ្ជាប់បានតាមរយៈ Save Card App បាទប្រាក់នេះក្តៅ អូ40 stack Sky Piercer អូចាំ ក្តៅទេបាទ មានឆេះហើយមាន slow ទៀត បាទ ញ៉ាំងើនៅនឹង ឥឡូវសំខាន់វាយដល់ជូស៊ីនគេផងហ្នឹង Crimson ដាច់តែម្ដងតែប៉ុណ្ណោះ បាទ វាយដល់ជូស៊ីនណាច្រើន team fight ណា អូទីបើកមុខទីឯងទីវគ្គនេះ លោត all in ចាប់បោកវាយចាក់មកទីមួយទៀតបោកមកក្រោយតែបោកអត់បាន Oh my god មិនចឹងខណៈពេលមានការគប់យកទៅលើ King Ari នេះគឺមកមានការរះម៉ាត្រាបាត់បង់ King Ari ចេញពីណាថាពី Heavenly វាយទាំងអស់តែទាំងអស់វាយវិញសាស៊ូក៏បាត់បង់នៅសល់តែ OP មួយតែប៉ុណ្ណោះជំនតប់ចប់ឬក៏មិនចប់មីនៀនចោលដល់ផ្ទះវាយផ្ទះ free ជាមួយនឹង Alfonso OP តឡាឈាមតែមិនដឹងធ្វើអីនេះខ្លួនឯង clear មីនៀនក៏មិនដែរជ័យជំនះវគ្គទី1ក៏បានទៅលើ EVLI Esports មានច្រឡំណៃគេមកចឹងដែរច្រឡំហ្នឹង មិនឲ្យចាញ់សើអីដែរ ដឹងតែពេលអត់ទៅបាទដល់ចូលរកសាទរបងហើយទៅកាន់ EVLI Esports ដែលយកជ័យជំនះបាននៅក្នុងវគ្គទី1